ban khơi như nó nữ ở sầm lên đại phụ thấy việc chỉ dậm bao ai con đại chi rồi bỏ vẽ con tộc mai dương đại phụ việc ban lui cho tới nó người này việc công ta chỉ dìm đập nơi sàn ca trong cái này tại tôn kia rồi việc việc con tộc bao dương nâng chân hay số bom bồn ở kia ban khơi bị ổn đi háo chui xe rồi mới bắt đầu đâm nâng ao việc con tộc chung một dương người ta phongประหยัด rồi có phạt đồ lịch sầm ngặt này ai con nâng tới để xa tại bị ổnนี้คือtầm bộ việc phọc châu groupแต่เห็นគ្នាវានៅថ្ងៃទី21ខែ1 2016នឹងទេចឹងហើយក៏ខ្ញុំសូមពឹងបងប្អូនជួយចែកចម្លែកវីដេអូនេះម្នាក់មួយផងណាអរគុណច្រើនบังเกอร์เป็นคอนกรีตเหมือนสภาพที่เขมรเขาส่งมาให้เราเห็นว่าจะมีช่องยิงนิดเดียวนะครับแล้วก็ข้างในเขาก็จะขุดเป็นอุโมงค์เป็นอะไรคือสรุปมันมีอุโมงค์ลงไปใต้ดินใช่ไหมคะพี่ใช่เขาขุดลงไปไงขุดลงไปเพื่อที่ให้เวลาเราไปทิ้งระเบิดหรือยิงปืนใหญ่เนี่ยนะตาบางคนมีดังเตะระยะไป21ថ្ងៃនៃការឈ្លានពានរបស់ចៅព្រៃមកលើទឹកដីខ្មែរយើងនេះគឺវិរៈកងទ័ពយើងគ្រប់រូបពិតជាអង្គអាចក្លាហានខ្លាំងណាស់ហើយពួកគាត់ពិតជាមានភាពស្វាហាប់និងមុះមុតនៅក្នុងការទប់ទល់ជាមួយចៅព្រៃទោះបីជាពួកចៅព្រៃថៃប្រើគ្រប់មធ្យោបាយប្រើគ្រប់អាវុធធនធ្ងន់បាញ់ស្រោចមកលើពួកគាត់យ៉ាងណាក៏ពួកគាត់មិនដែលរាថយក្នុងការការពារប្រទេសជាតិមួយនេះដែរប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងយករឿងដ៏សោកស្ដាយមួយយកមកជម្រាបជូនបងប្អូនទាំងអស់គ្នានៃការធ្វើប្រហែសរបស់ខ្មែរយើងបងប្អូនអរគ្នាជួយ share វីដេអូខ្ញុំផងណានៅក្នុងប្រទេសថៃនៅថ្ងៃនេះគឺបានចេញមកនិយាយនឹងរៀបរាប់ពីអ្វីដែលកើតឡើងនៅក្នុងសង្គ្រាម21ថ្ងៃដែលពួកវាបានកាន់កាប់ទឹកដីប្រមាណកន្លែងរបស់ខ្មែរយើងនេះគឺមានការលំបាកខ្លាំងមែនទែនហើយវាក៏បាននិយាយពីយុទ្ធសាស្ត្រនៃការប្រើជាមួយនឹងវិរៈកងទ័ពជួរមុខយើងវាថាតំបន់មួយចំនួនគឺមានការពិបាកក្នុងការគ្រប់គ្រងខ្លាំងណាស់ប៉ុន្តែអ្វីដែលជារឿងល្អសម្រាប់ពួកវានោះក៏ដោយសារតែវាដឹងនៅវិលានដ្ឋានរបស់យើងទើបបានវាវាយបែកវាបាននិយាយថារយៈពេល21ថ្ងៃនេះគឺវាប្រើពេលជាង10ថ្ងៃជាមួយនឹងតំបន់មួយគេហៅថា350ហើយតំបន់នឹងដែរខ្ញុំក៏ធ្លាប់ធ្វើវីដេអូនៅពេលដែលសង្គ្រាមចៅព្រៃថៃឈ្លានពានលើទឹកដីខ្មែរយើងជាលើកទី2នេះខ្ញុំបានជម្រាបជូនមួយដែលបាននិយាយថាឥឡូវនេះពួកវាកំពុងតែសិក្សាចង់ដឹងពីសភាពនៅក្នុងលានដ្ឋាននៅក្នុងតំបន់350ហ្នឹងថាតើយ៉ាងម៉េចបានវាវាយអត់ចូលចឹងនៅតំបន់ហ្នឹងហើយវាគឺជាតំបន់មួយដែលពួកចៅព្រៃថៃហ្នឹងគឺវាចង់កាន់កាប់ខ្លាំងមែនតើដែលវាជឿជាក់ថាតំបន់350នេះគឺជាតំបន់មួយដែលសំខាន់ខ្លាំងនៅមជ្ឈមភ្នំដងរែកហ្នឹងដែលគួរតែត្រូវតែប្រើពេលយ៉ាងណាឲ្យបានកាន់កាប់តំបន់ហ្នឹងមិនថាត្រូវប្រើអ្វីបែបណាទេគឺត្រូវតែធ្វើមកចូលជើងនៅតំបន់ហ្នឹងហើយវាបាននិយាយថារយៈពេលជាង10ថ្ងៃទៅបានវាវាយបែកកន្លែងហ្នឹងប៉ុន្តែដោយសារតែមានវីដេអូមួយបែកឃ្លីខ្ញុំក៏មិនដឹងថាអ្នកណាគេជាអ្នកផុសដែរមិនដឹងថាវាប្រើការចាប់រ៉ាដាឬក៏ខាងវិរៈកងទ័ពយើងគាត់បានថតនៅមុខលានដ្ឋានហ្នឹងឲ្យពួកវាដឹងទេបងប្អូនឃើញនេះជាវីដេអូដែលវាដឹងពីស្ថានភាពនៃមុខលានដ្ឋាន350ហ្នឹងវាបាននិយាយថាគ្រាន់តែវាឃើញប៉ុណ្ណឹងហើយទើបបានវាភ្ញាក់ថាហេតុអ្វីនៅខាងខ្មែរយើងនេះរៀបចំលានដ្ឋានមុំដល់កម្រិតហ្នឹងដោយសារតែរយៈពេលជាង10ថ្ងៃវាប្រើយន្តហោះ A16 ទម្លាក់ចិញ្ច្រុំអញ្ចឹងបងប្អូនអរគ្នាអត់បែកទេវិរៈកងទ័ពយើងនៅតែអង្គអាចក្លាហានទប់ទល់ជាមួយវាអត់ឈប់អត់ឈរពេលដែលគាត់វាឃើញមុខលានដ្ឋានហ្នឹងបានវាដឹងថាវាត្រូវប្រើបែបណាវាក៏ដកថយក្នុងការរៀបចំផែនការក្នុងការវាយលុកនៅតំបន់ហ្នឹងឲ្យតតែបានវាបានប្រើតបថ្លើជើងផងប្រើរថក្រោះបុកចូលមកផងប្រើកំភ្លើងធំកំភ្លើងយន្តធំបាញ់គ្រាប់ពីចម្ងាយបុកមកឲ្យចំគោលដៅនៃមាត់ខ្លោងផ្លូវចូលនឹងដែរហើយអ្នកបងប្អូនងាយវាបាននិយាយថាយើងបានប្រើយុទ្ធសាស្ត្រនៃការជីកក្រោមដីរូងភ្នំហើយមានតាំងពីស៊ីម៉ង់ដាក់ពីស្អីគេចាក់ស៊ីម៉ង់ផងហើយមានការដែលបូកប្រើបេខ្សាច់នឹងពីលើផងអញ្ចឹងហើយវាគឺមានភាពរឹងមាំខ្លាំងមែនទែនហើយបងប្អូនដឹងទេថាថ្នាក់លើយើងថ្នាក់ដឹកនាំយើងគាត់គិតគូរពីអាយុជីវិតវិរៈកងទ័ពដល់កម្រិតណាបងប្អូនគ្រាន់តែមើលការរៀបចំលានដ្ឋាននោះទៅដឹងហើយគឺគាត់គិតគូរខ្លាំងណាស់ហើយអ្វីដែលគាត់មិនមាត់មិនក៏ធ្វើឲ្យពួកចៅព្រៃថៃមានការភ័យខ្លាចដូចឥឡូវនេះវាកំពុងតែចង់ដឹងថាតើថ្នាក់ដឹកនាំយើងធ្វើអីខ្លះគឺវាកំពុងតែវៃវល់ពេញប្រទេសអញ្ចឹងហើយបើដែលខ្ញុំធ្វើវីដេអូនេះខ្ញុំសូមអំពាវនាវដដែលមេរៀននៃការបាត់បង់តំបន់សំខាន់ជាច្រើនកន្លែងដែលឥឡូវនេះពួកចៅព្រៃកាន់កាប់នេះគឺកើតឡើងដោយសារតែការបែកនៃវីដេអូដែលពួកយើងឈោតថតអត់ដឹងការថតលេងដោយចង់ឲ្យបងប្អូនជាជនខ្មែរយើងមើលឃើញប៉ុន្តែភ្លេចគិតថាពួកចៅព្រៃថៃក៏វាបានមើលឃើញដូចគ្នាអញ្ចឹងវាក៏យកទៅវិភាគសិក្សាហើយនេះហើយគឺជាចំណុចខ្វះខាតរបស់ពួកយើងអត់បានគិតដិតដល់ហើយវាក៏ជាមេរៀនសម្រាប់បងប្អូនជាជនខ្មែរទាំងអស់មិនថាខ្ញុំថាគេទេនៅពេលដែលប្រទេសជាតិមានសង្គ្រាមគួរតែក៏មានការបង្ហោះអ្វីតាក់ទងពីប្រទេសជាតិដែលធ្វើឲ្យមានផលប៉ះពាល់នៅក្នុងការធ្វើសង្គ្រាមជាមួយនឹងចៅព្រៃថៃព្រោះរាល់នៃការផុសរបស់ពួកយើងគឺវាយកទៅវិភាគគ្រប់បែបយ៉ាងហើយតំបន់350នេះដែរបើសិនជាវាមិនដឹងនៃលានដ្ឋានរបស់យើងនៅក្រោមនេះវាវាយតតែឈួតទៀតក៏បែកដែរបងប្អូនទៅដឹងវាដឹងទេតែនេះគឺវាបានបុកថ្មើរជើងផងវាបានប្រើរថក្រោះផងបាញ់អាក្របយន្តអាក្របធំនឹងបាញ់បុកពីចម្ងាយមកហើយយន្តហោះ A16 ទម្លាក់ចិញ្ច្រុំនៅកន្លែងហ្នឹងច
ចុងបញ្ចប់គឺតបថ្មជើងវាប្រើក្របបែកគប់ចូលក្នុងលានដ្ឋាននៅមុខលានដ្ឋានហ្នឹងចឹងហើយវាក៏បានកាន់កាប់តំបន់ហ្នឹងដោយសារតែវាបុក3 4 5ផ្លូវគ្រប់យ៉ាងបងប្អូនវីរៈកងទ័ពយើងទៅបីចគាត់ខ្លាំងកម្រិតណាក៏បងប្អូនសាកគិតទៅបើវាបុកចូលក៏បែបយ៉ាងហើយពីមុនវាហ៊ានបុកប្រើជើងចុងទេវាហ៊ានប្រើក្រុងមកតំបន់ហ្នឹងទេដោយសារតែវាអត់ដឹងពីសភាពការនៅក្នុងប្រទេសយើងយ៉ាងម៉េចវាប្រើតែ A16 ទាំងជ្រុំទេនេះជាអ្វីដែលនាងខ្ញុំចង់យកមកចែកជូនបងប្អូនអ្នកគ្នាបានដឹងថាប្រទេសជាតិយើងកំពុងតែមានបញ្ហាសូមធ្វើការបង្ហោះអីមួយឲ្យមានការពិចារណាបានខ្ពស់ព្រោះវាបង្កហានិភ័យទៅដល់ជីវិតវីរៈកងទ័ពជួបមុខយើងទាំងអស់គ្នាមិនថាតែអ្នកណាគេទេពួកគាត់សុទ្ធតែមានតម្លៃខ្លាំងបំផុតសម្រាប់ជាតិយើងអញ្ចឹងហើយខ្ញុំតែងតែអំពាវនាវដដែលសូមបញ្ឈប់រាល់ការបង្ហោះដែលតាក់ទងពីការរៀបចំលានដ្ឋានតាក់ទងពីការធ្វើអ្វីសពគ្រប់បែបយ៉ាងនៅតាមព្រំដែនជួរមុខនឹងហើយការដែលពួកគាត់អង្គុយញ៉ាំបាយក៏ដោយពួកវាក៏បានយកវីដេអូការពួកគាត់អង្គុយញ៉ាំបាយពេលយប់ហ្នឹងយកទៅនិយាយដែរវាថាការឈរជើងនៅខាងមុខគឺมันអាចបែងចែកការញ៉ាំបាយម្ដងម្នាក់បានទេអញ្ចឹងមានន័យថាកម្លាំងទាហានរបស់យើងក៏ពួកវាកំពុងតែស៊ើបនឹងចង់ដឹងថាកម្លាំងតបជួរមុខយើងមានប្រមាណដែរឈរជើងនៅតំបន់ហ្នឹងហើយកន្លែងណាឈរជើងតំបន់ណាប្រមាណអ្នកអញ្ចឹងបងប្អូនអរគ្នាគួរតែដឹងថាមុននឹងបង្ហោះអីមួយសូមគិតពិចារណាបានខ្ពស់ហើយបើសិនជាអាចទេគឺបញ្ឈប់សកម្មភាពតបជួរមុខទាំងអស់គួរតែក៏មានការថតអ្វីទៀតព្រោះឥឡូវនេះតំបន់នៅតាមជួរមុខគឺកាន់តែក្តៅហើយពួកវាក៏កំពុងតែវិភាគនៃយុទ្ធសាស្ត្រនៅក្នុងប្រទេសជាតិយើងខ្លាំងក្លាដែរគឺវាចង់ដឹងទាំងអស់ថាតើនៅខាងខ្មែរយើងនេះគេរៀបចំបែបណាធ្វើបែបណាអញ្ចឹងសូមពួកយើងជាប្រជាជនខ្មែរគ្រប់រូបចូលរួមសហការទាំងអស់គ្នាការពារទឹកដីខ្មែរយើងឲ្យបានពីការឈ្លានពានរបស់ចៅប្រៃថៃទោះបីជាបែបណាក៏ដោយក៏ពួកខ្ញុំនៅជួរក្រោយតែងតែបារម្ភនិងភ័យខ្លាចក្នុងការបាត់បង់វីរៈកងទ័ពគ្រប់រូបទើបបាននាងខ្ញុំតែងតែព្យាយាមធ្វើវីដេអូនិងសូមអំពាវនាវទៅដល់បងប្អូនវីរៈកងទ័ពជួរមុខកុំឲ្យមានការថតបង្ហោះអ្វីទៀតព្រោះពួកយើងមិនអាចទៅថ្ងៃនេះវិលវិញស្អែកបានទេសូមអរគុណបើសិនជាមានការនិយាយឬក៏រៀបរាប់យកព័ត៌មានរបស់វាមកជម្រាបជូនបកប្រែខុសឆ្គងយ៉ាងណាក៏មានការខឹងសម្អាតដល់នាងខ្ញុំហើយសូមឲ្យប្រទេសជាតិខ្ញុំមានការទទួលបានភាពសុខសប្បាយត្រឡប់មកវិញនិងសូមឲ្យវីរៈកងទ័ពជួរមុខរបស់ខ្ញុំជួបតែរឿងល្អៗជួបតែសំណាងល្អព្រះវត្ថុស័ក្តិសិទ្ធិគ្រប់បែបយ៉ាងតាមគុំក្រងសម្រាប់ប្រទេសថៃគឺកាន់តែមានបញ្ហាច្រើនទៅហើយបងប្អូនអរគ្នាដោយសារតែនៅថ្ងៃទី20ខែ1 2026នេះដែរគឺនៅខាងថៃភាគខាងត្បូងគឺមានករណីបាញ់ប្រហារគ្នាធ្វើឲ្យបាត់បង់អាយុជីវិតបរិសម្នាក់ដោយចោទប្រកាន់បរិសនោះថាគឺជាពួកក្រុមដែលបោកគ្រាប់បែកកំទេចក្រាសាំង11កន្លែងនៅថ្ងៃមុននោះបងប្អូនអរគ្នាសូមជួយ share ព័ត៌មានខ្ញុំម្នាក់មួយដើម្បីផ្ដល់កម្លាំងចិត្តទៅឲ្យខាងបងប្អូនជនជាតិមូស្លីមដែលរស់នៅភាគខាងត្បូងប្រទេសថៃហើយពួកគាត់នឹងដែរក៏តែងតែព្យាយាមផ្ដាច់ខ្លួនពីប្រទេសចៅប្រៃថៃនេះដោយសារតែពួកគាត់មិនដែលរស់នៅក្រោមការគ្រប់គ្រងរបស់ពួកប្រៃថៃទេដោយសារតែរឿងហេតុនេះហើយធ្វើឲ្យពួកចៅប្រៃថៃនេះតែងតែប្រើអំពើសង្កត់ទៅលើពួកគាត់ខ្លាំងតែយ៉ាងណាក៏ដោយក៏នៅខាងពួកគាត់3ខេត្តនិយាយទៅគឺមិនអាចឲ្យពួកចៅប្រៃថៃចូលទៅចុះទេតែហ៊ានហ្នឹងគឺវាបាញ់បោកគ្រាប់បែកមកពេញនឹងលើហើយប៉ុន្តែដោយសារតែថ្ងៃនេះគឺមានការបាញ់សម្លាប់ទៅដល់បរិសម្នាក់ដែលជាជនជាតិអ៊ីស្លាមជនជាតិមូស្លីមហើយក៏ធ្វើឲ្យមានកំហឹងទៅដល់ប្រជាជនមូស្លីមនៅភាគខាងត្បូងនឹងដែរបងប្អូនចាំមើលទៅថាប្រទេសថៃនេះនឹងមានរឿងចង្រៃកាន់តែខ្លាំងទៅហើយករណីនេះដែរគឺកើតឡើងដោយសារតែមានការចោទប្រកាន់ពីពួកធ្វើការនៅក្នុងប្រទេសថៃដែលបានចោទទៅដល់បរិសម្នាក់នឹងចូលរួមផ្សំគំនិតក្នុងការមកកំទេចក្រាសាំង11កន្លែងនៃភាគខាងត្បូងនៅថ្ងៃមុននឹងអញ្ចឹងទៅក៏គេបានលំឡោមព័ទ្ធនៅផ្ទះបរិសម្នាក់នឹងហើយសូមជួបចរចាឲ្យបរិសម្នាក់នឹងប្រគល់ខ្លួនឲ្យតម្រួតក្នុងការសួរនាំប៉ុន្តែបរិសម្នាក់នឹងគាត់មិនចូលខ្លួនដោះស្រាយទេការប្រើរយៈពេលរហូតដល់8ម៉ោងក្នុងការចរចាជាមួយបរិសហ្នឹងគឺមិនមានលទ្ធផលល្អក៏មានការផ្ទុះអាវុធដោយខាងតម្រួតថៃនេះចោទប្រកាន់ថាខាងជនរងគ្រោះហ្នឹងគឺជាអ្នកបើកការបាញ់ប្រហារមកតម្រួតមុនទើបធ្វើឲ្យតម្រួតថៃហ្នឹងបាញ់តបទៅវិញក៏បានធ្វើឲ្យបាត់បង់ជីវិតនេះគ្រាន់តែជាការនិយាយដោះសាររបស់ពួកតម្រួតចៅប្រៃថៃដែលបានទម្លាក់កំហុសទៅលើបុគ្គលម្នាក់ហ្នឹងអញ្ចឹងស្ថានភាពនៅក្នុងប្រទេសថៃនេះកាន់តែក្តៅកគុកទៅក្រៅវិញអញ្ចឹងទៅពួកយើងដែលជាប្រជាជនខ្មែរនិងជាប្រទេសមួយដែលរងការឈ្លានពានពីចៅប្រៃថៃហ្នឹងគួរតែនាំគ្នាជួយ share វីដេអូនេះនិងផ្ដល់កម្លាំងចិត្តទៅឲ្យខាងបងប្អូនមូស្លីមដែលគាត់រស់នៅភាគខាងត្បូងប្រទេសថៃនេះឲ្យគាត់មានកម្លាំងងើបឈរវាយផ្ទុកជាមួយគ្នាបើថាពិបាកពេកណាសម្រាប់នៅខាងភូមាក៏នាងខ្ញុំបានលើដំណឹងថាមានការប្រមូលផ្ដុំនិងគៀងគរធ្វើទាហានច្រើនមែនទែនរហូតដល់រាប់ម៉ឺននាក់ដើម្បីត្រៀមកម្លាំងក្នុងការវាយប្រហារមកប្រទេសចៅប្រៃថៃដែរហើយរឿងហ្នឹងក៏មិនដឹងថាពិតឬក៏មិនពិតដោយសារឃើញបងប្អូនរបស់យើងមួយចំនួនគាត់ផុសច្រើនមែនទែនអញ្ចឹងខ្ញុំសង្ឃឹមថាវាជាព័ត៌មានពិតចោះដែលខាងភូមាគាត់ត្រូវការប្រមូលកម្លាំងក្នុងការវាយបកមកប្រទេសថៃដែលវាជាប្រទេសចង្រៃដើរចាក់រុកឲ្យខាងពួកផ្ដាច់ខ្លួនភូមានឹងងើបប្រឆាំងជាមួយនឹងរដ្ឋាភិបាលភូមាអញ្ចឹងវាអត់មានអីទេដែលត្រូវតែកំទេចថៃនឹងមួយចោលទៅព្រោះថៃនេះជាប្រទេសមួយដែល
ចង់រៃខ្លាំងណាស់ណានេះគឺជារឿងសំខាន់ណាស់សម្រាប់ជាតិយើងបងប្អូនអរគ្នាបើបានឃើញវីដេអូខ្ញុំហើយសូមចិត្តបងប្អូនអរគ្នាជួយ share វីដេអូខ្ញុំម្នាក់មួយផងដែលនៅក្នុងវីដេអូនេះគឺពួកវាមានការពិភាក្សាគ្នានិងមានការផ្ដល់យោបល់ឲ្យគ្នាក្នុងការរៀបចំធ្វើយ៉ាងណាវាត្រូវតែឈ្លានពានទឹកដីខ្មែរយើងឲ្យបានដោយមានការបញ្ជូនពួកគិញសម្ងាត់មកច្រើនមែនទែនតោះបងប្អូនអរគ្នាជួយ share វីដេអូខ្ញុំហើយចូលមកស្ដាប់សម្ដីពួកចៅដេរឆាននេះវារៀបគម្រោងការមួយគ្នាพันธกิจทางทหารชัดเจน2ประการใหญ่ๆประการแรกเขาบอกนะปฏิบัติการด้านการข่าวปฏิบัติการพิเศษเพื่ออะไรรู้ป่ะก็เพื่อได้บัญชีเป้าหมายของฝ่ายตรงข้ามในอดีตก็เหมือนส่งสายลับไปสืบสภาพว่าเป้าหมายทางทหารมีอะไรศูนย์สั่งการอยู่ที่ไหนคลังอาวุธอยู่ตรงไหนคลังเสบียงอยู่ไหนฐานยิงอยู่ตรงไหนแต่ปัจจุบันนี้แน่นอนเทคโนโลยีทั้งดาวเทียมทั้งโดรนทั้งทุกรูปแบบทั้งสปายสายลับก็ยังมีอยู่จัดการตรงนั้นเราต้องไปเสริมความเข้มแข็งให้กับกองทัพพันธกิจที่เราบอกว่าจบมันไม่จบพันธกิจทางทหารชัดเจน2ประการใหญ่ๆประการแรกเขาบอกนะปฏิบัติการด้านการข่าวปฏิบัติการพิเศษเพื่ออะไรรู้ป่ะก็เพื่อได้บัญชีเป้าหมายของฝ่ายตรงข้ามในอดีตก็เหมือนส่งสายลับไปสืบสภาพว่าเป้าหมายทางทหารมีอะไรศูนย์สั่งการอยู่ที่ไหนคลังอาวุธอยู่ตรงไหนคลังเสบียงอยู่ไหนฐานยิงอยู่ตรงไหนแต่ปัจจุบันนี้แน่นอนเทคโนโลยีทั้งดาวเทียมทั้งโดรนทั้งทุกรูปแบบทั้งสปายสายลับก็ยังมีอยู่จัดการตรงนั้นเราต้องไปเสริมความเข้มแข็งให้กับกองทัพพันธกิจที่2ทางการทหารชัดเจนตอนนี้ไงกองกำลังที่ป้องกันชายแดนนะครับแล้วก็แผนเผชิญเหตุนะครับที่จะต้องมีเมื่อเกิดបងប្អូនអរគ្នានៅក្នុងคลิปវីដេអូរបស់ពួកចៅសៀមនេះគឺវាបានផ្ដល់យោបល់ឲ្យគ្នាទៅវិញទៅមកនៅក្នុងការប្រជុំវានេះបងប្អូនវាបាននិយាយថាឥឡូវនេះគឺជារឿងមួយដែលត្រូវតែរៀបចំផែនការបន្តទៀតហើយនៅក្នុងផែនការនេះគឺវាបានដកគោលដៅចេញពីប្រជាជនហើយដោយយកគោលដៅនេះដាក់មកខាងស្បៀងហើយនិងខាងអាវុធបងប្អូនអរគ្នានឹងអ្វីដែលវាដាក់គោលដៅនេះគឺវាបានបញ្ជូនទិញសម្ងាត់ពួកលក់ក្បាលឲ្យចៅសៀមគឺមានការបញ្ជូនមកច្រើនមែនទែនហើយរឿងនេះគឺពួកយើងត្រូវតែរួបរวมគ្នាសង្កេតមើលពួកសត្វដេរឆានអស់នឹងដែលវាជាជនក្បត់ជាតិលក់ក្បាលឲ្យគេដោយមិនគិតពីប្រទេសជាតិបងប្អូននៅក្នុងសម្ដីវានេះគឺវាបានដកគោលដៅពីប្រជាជនហើយបងប្អូនបានដឹងហើយថារយៈនេះគឺវាដាក់គោលដៅតាមកំតិចទីប្រជុំជនរបស់ខ្មែរយើងខ្លាំងមែនទែនដោយព្យាយាមសម្រាប់ប្រជាជនខ្មែរយើងទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាលខ្មែរយើងហើយឥឡូវនេះគឺវាមានរៀបចំផែនការដែលដកគោលដៅនឹងយកមកដាក់គោលដៅនៅលើទីតាំងដែលរាជរដ្ឋាភិបាលយើងផ្ទុកអាវុធនិងមួយទៀតគឺស្បៀងនេះដែរក៏មានបងមួយដែលគាត់តែងតែផ្ដល់ព័ត៌មានឲ្យខ្ញុំនេះគាត់ក៏បានបញ្ជូនព័ត៌មានមកដែរគឺវាដាក់គោលដៅខ្លាំងមែនទែនមកខាងភ្នំពេញយើងដែលជាការផ្ដល់ស្បៀងមកជនភៀសសឹកនិងស្បៀងទៅកងទ័ពបងប្អូនអរគ្នាស្បៀងមកតាំងទីតាំងផ្ដល់ស្បៀងនៅជនភៀសសឹកនេះគឺវានឹងមានគំនិតមួយថាបើសិនជាវាកំតិចស្បៀងសម្រាប់ផ្ដល់ជូនទៅជនភៀសសឹកអញ្ចឹងពេលដែលជនភៀសសឹកអត់មានអាហារផ្ដល់ជូនគ្រប់គ្រាន់ពួកគេនឹងមានការស្រែកឃ្លានហើយនឹងអាចនឹងងើបតវ៉ាជាមួយថ្នាក់ដឹកនាំយើងអញ្ចឹងទីតាំងដែលបរិច្ចាគស្បៀងធំសូមប្រយ័ត្នប្រយែងនិងសូមតាមមើលបុគ្គលណាដែលមានអាការៈចម្លែកសូមប្រយ័ត្នឲ្យមែនតែនណាដោយសារយើងអាចនឹងខ្លាចវាមកលួចដុតឬក៏វាធ្វើអ្វីមួយយ៉ាងដែលពួកយើងអត់ដឹងអញ្ចឹងខ្លាចវាប្រើវិធីដល់ថោកទាបមកកំតិចទីតាំងស្តុបស្បៀងរបស់យើងហ្នឹងនឹងក៏ជារឿងមួយដែលពួកយើងគួរតែប្រយ័ត្នដោយសារតែគំនិតពួកវាគឺថោកទាបជាងសត្វដេរឆានទៀតហើយសម្រាប់ពួកជនក្បត់ជាតិអស់នេះគឺមានការបញ្ជូនមកច្រើនមែនទេបងប្អូនទាំងគ្នាអាចជាជិត200នាក់ដែលដំណឹងដែលគេផ្ដល់មកឲ្យខ្ញុំហើយបងប្អូនបានដឹងហើយនេះគឺជាសម្ដីដែលបងប្អូនបានឮមិញហ្នឹងគឺវាដាក់គោលដៅបញ្ជូនគិញសម្ងាត់មកច្រើនហើយក៏ជារឿងមួយដែលពួកយើងមានការព្រួយបារម្ភមែនទែននៅពេលដែលប្រទេសមានសង្គ្រាមហើយក៏មានពួកក្បត់ជាតិដេរឆានអស់នេះវាគិតតែរឿងប្រយោជន៍ផ្ទាល់ខ្លួនវាមិនគិតពីសុខទុក្ខជាតិមិនគិតពីសុខទុក្ខតបជួរមុខដែលពួកគាត់ខំប្រឹងពលីទាំងធៀមស្រស់សាច់ស្រស់យ៉ាងម៉េចទេគឺវាគ្រាន់តែចង់បានលុយ$1000-2000ក៏វាអាចលក់ក្បាលឲ្យគេបានដែរអញ្ចឹងហើយពួកយើងជាតបជួរក្រោយសូមជួយរួមសហការក្នុងការការពារក្នុងការតាមកម្ចាត់ពួកដេរឆានអស់នេះឲ្យបានហើយបងប្អូនអ្វីដែលខ្ញុំចង់ស្នើឲ្យថ្នាក់លើឬរដ្ឋាភិបាលយើងឲ្យមានចំណាត់ការដ៏តឹងរ៉ឹងមួយនឹងពួកអក្បត់ជាតិនេះតើបងប្អូនយល់យ៉ាងណាដែរខ្ញុំចង់មួយគឺជាប់គុកមួយជីវិតពីព្រោះប្រទេសយើងគឺអត់មានទោសប្រហារជីវិតទេអញ្ចឹងហើយសូមដាក់គុកវាទោសមួយជីវិតពីព្រោះរឿងនេះគឺមិនធម្មតាទេពេលថាទោសក្បត់ជាតិគឺជារឿងមួយធ្ងន់ណាស់ដែលមិនគួរនឹងបន្ធូរបន្ថយបានអញ្ចឹងសូមបងប្អូនអរគ្នាគួរតែជួយ share វីដេអូនេះមួយណា